សម្រាប់ពុកម៉ែបងប្អូនដែលកំពុងប្រើប្រាស់ tablet Huawei MatePad ហើយចង់ដឹងពីវិធីក្នុងការតម្លើង Microsoft Office Free License ជាមួយនឹងការតម្លើងខ្មែរ Unicode ក៏ដូចជាខ្មែរ Font អាចទស្សនាវីដេអូមួយនេះដើម្បីធ្វើការតម្លើងកម្មវិធី Microsoft Office នៅលើ Huawei MatePad ដំបូងយើងត្រូវចូលទៅកាន់ App Gallery ហើយ search ពាក្យថា WPS Office PC កម្មវិធីមួយនេះគឺយើងធ្វើការ install តែករណីនេះគឺខ្ញុំបាន install រួចហើយនៅក្នុងករណីដែលយើងធ្វើការ install រួចហើយតែវាអត់ load នៅលើ home screen នៃ tablet ទេចឹងមានន័យថាកម្មវិធីមួយហ្នឹងគឺអត់ទាន់ support region នៅប្រទេសយើងទេអញ្ចឹងយើងត្រូវធ្វើការ change region តែបើសិនជាវា load នៅលើ home screen នៃ tablet អីចឹងគឺយើងមិនចាំបាច់ធ្វើការ change region ទេហើយ region យើងធ្វើការ change នៅក្នុង setting និង app gallery អញ្ចឹងដំបូងខ្ញុំចូលទៅកាន់ setting ដើម្បីធ្វើការ change region ហើយបន្ទាប់មកទៀតយើង scroll រកពាក្យថា system and update ហើយ click លើពាក្យ language and input បន្ទាប់មកទៀតយកពាក្យថា language and region ហើយ select លើ current region ហើយយើងយកប្រទេសម៉ាឡេស៊ីហើយបន្ទាប់មកយើងត្រឡប់មក app gallery ដើម្បីធ្វើការ change region ទៅកាន់ប្រទេសម៉ាឡេស៊ីដូចនឹង setting ដែរហើយបន្ទាប់មកទៀតយើងចុចពាក្យថា me ហើយចុចលើពាក្យ setting បន្ទាប់មកទៀតយើង scroll យកពាក្យថា country and region change country region ពាក្យថា OK បន្ទាប់មកទៀតយើង search ប្រទេសម៉ាឡេស៊ីអូខេមួយនេះបន្ទាប់មកយើង back មកកន្លែង search នៅក្នុង app gallery ហើយយើង search ពាក្យថា WPS Office PC អូខេកម្មវិធីមួយនេះយើងធ្វើការ install នៅពេលដែលយើងធ្វើការ install រួចហើយកម្មវិធីនឹងបង្ហាញនៅលើ home screen បែបនេះបន្ទាប់មកទៀតគឺយើងធ្វើការ download ខ្មែរ Unicode keyboard ជាមួយនឹងខ្មែរ font ជាច្រើនទៀតដែលយើងប្រើនៅក្នុង Microsoft Office ហើយខ្ញុំបានដាក់ QR code នៅលើអេក្រង់ដើម្បីបងប្អូនអាច scan download បានអាចធ្វើការ download តាម Telegram Channel ក៏បានអាច download តាម Google Drive ក៏បានគឺ QR code ពីរហ្នឹងគឺ down មួយណាក៏បានដែរមួយទៀតបងប្អូនអាចចុច link ដែលមាននៅខាងក្រោមវីដេអូ description ក៏ដូចជានៅក្នុង comment ដើម្បីធ្វើការ download ដល់មកយើងចូលទៅកាន់ item folder នេះដើម្បីបើក file ដែលយើងទើបនឹង install ហើយមុននឹង install យើងចូលទៅកាន់កន្លែង me នេះដើម្បីបើកមុខងារពីរនេះសិនគឺ show hidden file ហើយជាមួយនឹង show system hidden file បន្តទៀតយើងចូលកន្លែង browse កន្លែងដើមនេះវិញហើយចុចលើពាក្យ internal storage ហើយបន្ទាប់មកទៀតយើងចូលកន្លែង download ហើយនេះជាទីតាំង file ដែលយើងទើបនឹង download បានមានពីរ file ហ្នឹងគឺមានខ្មែរ font ហើយជាមួយនឹងខ្មែរ Unicode បើសិនជាបងប្អូនអត់ឃើញ file ពីរហ្នឹងទេអាចចុចចូលទៅក្នុង folder Telegram នេះបានវាអាចនៅក្នុង folder ហ្នឹងអញ្ចឹងជាបន្ទាប់គឺយើងមកធ្វើការ install file ទាំងពីរហ្នឹងដំបូងខ្ញុំសូមធ្វើការ install file ខ្មែរ Unicode មុនដែលយើងចុចលើ file មួយហ្នឹងបន្ទាប់មកចុចពាក្យថា install អូខេអញ្ចឹង status គឺ install successful បន្ទាប់មកយើងចុចពាក្យថា done អូខេអញ្ចឹងយើងធ្វើការ install ខ្មែរ Unicode រួចហើយជាហេតុបន្ទាប់គឺយើងធ្វើការ install ខ្មែរ font អញ្ចឹងយើងធ្វើការចុចលើ file ហ្នឹងឲ្យជាប់រហូតដល់វាចេញសញ្ញា tick បន្ទាប់មកយើងចុចកន្លែង move នេះហើយ select ពាក្យថា extra tool បន្ទាប់មកចុចលើពាក្យ edit មួយនេះហើយស្វែងរក folder ឈ្មោះ PC Engine អូខេអញ្ចឹង folder មួយហ្នឹងយើងចុចលើ folder មួយហ្នឹងហើយបន្ទាប់មកយើងចុចពាក្យថា OK បន្ទាប់មកយើង OK មួយទៀតបន្ទាប់មកយើងចុចលើ file ឈ្មោះថា font ហ្នឹងចុចឲ្យជាប់រហូតដល់វាចេញគ្រីសហើយបន្ទាប់មកយើង select លើពាក្យ move
ហើយយើងចុចលើពាក្យថា PC Engine ហើយបន្ទាប់មកយើងចុចពាក្យថា Move អញ្ចឹងការ install របស់យើងគឺរួចរាល់ហើយបន្ទាប់មកទៀតគឺយើងចូល setting ដើម្បីជ្រើសរើសប្រភេទ keyboard ដែលយើងទើបនឹង install ហើយបន្ទាប់មកយើងចុចពាក្យ accessibility and feature ហើយយកពាក្យថា keyboard បន្ទាប់មកទៀតយើង select លើ Huawei Magnetic Keyboard ហើយបន្ទាប់មកយើងចុច add ហើយយើងជ្រើសរើស keyboard ដែលយើងទើបនឹងតម្លើងហើយហ្នឹងគឺឈ្មោះថា Khmer Naida គឺយើង scroll រហូតទៅអូខេឃើញហើយនេះគឺ Khmer Naida យើង select លើមួយហ្នឹងហើយយើងគ្រីសអូខេអញ្ចឹងយើងធ្វើការជ្រើសរើសរួចរាល់ហើយបន្ទាប់មកទៀតយើងចូល system and update select ពីថា language and input ហើយបន្ទាប់មកយើង default keyboard នេះយើងបើក function នឹងទាំងពីរឥឡូវយើងធ្វើការ test លើ WPF Office បន្ទាប់មកយើងចុច new ហើយយើងចុច file word ខ្ញុំសូមជ្រើសរើស font ខ្មែរមួយឥឡូវយើងយក font ខ្មែរ OS សៀមរាបអូខេឥឡូវខ្ញុំតេស្តអានេះវានៅជាប់អង់គ្លេសយើងត្រូវចុច Windows Space ដើម្បីដូរភាសាអូខេអញ្ចឹងវាដំណើរការបានហើយគឺខ្ញុំ switch ទៅអង់គ្លេសអូខេអញ្ចឹងយើងឃើញថា function នៅក្នុង Microsoft Word គឺមានពេញអស់ហើយដោយកុំព្យូទ័រដែរអញ្ចឹងយើងចូល test PowerPoint អូខេអញ្ចឹងយើងឃើញថា interface PowerPoint របស់ WPS នៅលើ MatePad គឺវាស្តៀងទៅនឹងកុំព្យូទ័រដែរអូខេខ្ញុំបើក Excel មួយទៀតអូខេអាចមើលបានបាទ interface វាគឺដូចទៅនឹងកុំព្យូទ័រយើងដែរបាទអញ្ចឹងវីដេអូរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ